អស់លោកនឹងធ្វើអីឲ្យត្រូវចិត្តអានឹងខាងគណៈបកប្រជាជនកម្ពុជាគេ deal គេជេរខាងអ្នកនៅក្រៅស្រុកឬក៏អ្នកដែលហ៊ានរិះគន់អារឿងដោះលែងហ្នឹងណាក៏តែបងប្អូនមិនមែនរឿង deal មិនមែនរឿងស្អីទេយើងតថភាពជាក់ស្ដែងដែលនៅក្នុងសង្គមហ្នឹងថាតើលោកកម្មសកាមានសេរីភាពគេដោះលែងគាត់ឲ្យមានសេរីភាពឬក៏គេដោះលែងគាត់យកពីត្រង់យកមកដាក់នៅក្នុងកេះกระดาษអីចឹងឬក៏ប្រអប់អីទៀតរឿងនេះគឺវារឿងចេះទេបងប្អូនលោកកម្មសខាសប្ថ្ងៃនេះគឺចាប់ពីថ្ងៃម្សិលមិញនេះទៅឬក៏ថ្ងៃនេះតែម្ដងដោយសារថ្ងៃនេះគឺឃើញបរិយាញ្ញាគេចោះយកលិខិតមួយយកទៅជូនលោកកម្មសខានេះលិខិតរបស់បរិយាញ្ញាដែលយកទៅជូនលោកកម្មសខាហ្នឹងគឺអត់មានធ្វើអីទេគឺគ្រាន់តែទៅប្រាប់លោកកម្មសខាថាអ្វីដែលជាបរិយាក្រិតលើកលែងទោសលោកកម្មសខាគឺចូលជាធរមានចាប់ពីពេលនេះតទៅហើយចូលជាធរមានហ្នឹងគឺបានន័យថាលោកកម្មសខាលែងជាប់គុកនៅក្នុងផ្ទះតទៅទៀតហើយលោកចង់ធ្វើដំណើរទៅជួបម្ដាយទៅជួបមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារទីណាក៏បានដែរព្រោះផ្ទះរបស់លោកលែងជារបងហុំព័ទ្ធដោយមានសមត្ថកិច្ចយាមកាមអីទៀតហើយងាយស្ដាប់ប៉ុណ្ណឹងមិនចឹងអាហ្នឹងហើយដែលគេហៅថាលោកកម្មសខាបានទទួលការលើកលែងទោសពីទោសមូលទោសគឺទោសដែលជាប់ក្នុងពន្ធនាគារ27ឆ្នាំដែលគេដាក់ឲ្យក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហ្នឹងគឺចឹងទោសហ្នឹងគឺរួចក៏ប៉ុន្តែទោសដតីទៀតដែលជាទោសបន្ថែមគឺនៅជាប់ទាំងអស់អញ្ចឹងហើយបានជាបរិញ្ញាចុះទៅហ្នឹងគាត់និយាយថាសេចក្តីជូនដំណឹងអំពីកំណត់ហេតុស្តីពីការអនុវត្តបរិយាក្រិតអញ្ចឹងហុចជូនទៅលោកកម្មសខានៅឯផ្ទះគាត់ព្រឹកនេះប្រាប់ថាអញ្ចេះលោកកម្មសខាត្រូវអនុវត្តដូចខាងក្រោមទី1ដកហូតជាស្ថាពរសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះបោះឆ្នោតឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌហាមឃាត់ចំពោះការចាកចេញពីប្រទេសកម្ពុជាសម្រាប់រយៈពេល5ឆ្នាំតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌដដែលកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង 9:00 នាទីនៅថ្ងៃដដែលដែលអានជូនសម័យខ្លួនស្ដាប់និងផ្តិតមេដៃទុកជាភ័ស្តុតាងលោកកម្មសខាក៏បានផ្តិតមេដៃទុកជាភ័ស្តុតាងព្រមទទួលថាលោកបាត់បង់សិទ្ធិសេរីភាពធ្វើនយោបាយអស់មួយជីវិតហើយនេះគឺជាការទទួលស្គាល់មួយសារទៀតអាកាលដែលគាត់ចេញលិខិតមិនប្តឹងសារទុកទៅនឹងសាលាធរដែលផ្ដន់ទាទោសគាត់ឲ្យជាប់គុក27ឆ្នាំនឹងពីបទក្បត់ជាតិពីបទអីខុបខិតគ្នាជាមួយនឹងអាមេរិកអីនាំគ្នាផ្ដួលរំលំរដ្ឋាភិបាលហ្នឹងគឺបានន័យថាសាលដីកាហ្នឹងគឺចូលជាស្ថាពរហើយបានន័យថាតុលាការរកឃើញថាលោកកម្មសខាមានទោសដោយអ្វីដែលគេចោទប្រកាន់ហ្នឹងហើយនេះគឺនៅក្នុងដែលគាត់អត់ប្តឹងសារទុកហ្នឹងណាក៏ប៉ុន្តែនៅមានលិខិតរបស់គាត់មួយគាត់និយាយហ្នឹងគឺអូយខ្ញុំគ្មានបានដេកបានពួនទេបងប្អូនដោយសារអីក្រមខាងសកម្មជនដែលគ្រប់គ្រងគណៈបកសិទ្ធិមនុស្សឬក៏ខាងលោកកម្មសុខាគឺគាត់ផ្ញើសារស្រោចមកខ្ញុំគឺនិយាយទៅគឺគាត់មួម៉ៅនឹងខ្ញុំផ្សាយពីរឿងលិខិតរបស់លោកកម្មសុខានេះមែនតើនេះអាលិខិតមួយដែលគាត់ព្រមមិនប្តឹងសារទុកឲ្យគាត់ប្រាប់ថាគាត់មិនសុខចិត្តអីអញ្ចឹងណាមិនប្តឹងសារទុកឲ្យក៏មិនសុខចិត្តហើយដល់ពេលដែលខ្ញុំបញ្យល់ថាបើយើងមិនប្តឹងសារទុកគឺបានន័យថាយើងអនុញ្ញាតឲ្យតុលាការចោទប្រកាន់យើងប្រមាណហ្នឹងគឺត្រូវតាមហ្នឹងហើយយើងព្រមទទួលគាត់តែមិនប្តឹងក៏ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងខ្លឹមសាររបស់លោកកម្មសុខាខ្ញុំសូមអានជូនទៅកុំឲ្យក្រុមសកម្មជនដែលគ្រប់គ្រងលោកកម្មសុខាហ្នឹងគាត់សម្រានមិនលក់ដែរគាត់ថាលោកកម្មសុខាពិតជាបាននិយាយថាលោកមិនសុខចិត្តទៅនឹងការសម្រេចផ្ដន្ទាទោសនេះទេមិនប្តឹងជំទាស់តែមិនសុខចិត្តទៅតាមការសម្រេចផ្ដន្ទាទោសនេះទេព្រោះគាត់ថាកលៈទេសៈនេះគឺគាត់យល់ថាកលៈទេសៈនេះការដោះស្រាយបញ្ហាដោយឈលលើស្មារតីផ្សះផ្សាជាតិតាមរយៈការសន្ទនាគ្នារវាងខ្មែរនិងខ្មែរគឺជាជំរើសដ៏ប្រសើរបំផុតដើម្បីផលប្រយោជន៍ជាតិនិងប្រយោជន៍ប្រជាពលរដ្ឋខ្មែរអញ្ចឹងលោកចាត់ទុកថាមានតែការផ្សះផ្សាជាតិទេអាការផ្សះផ្សាជាតិនេះបើគេផ្សះផ្សាគេធ្វើ9ឆ្នាំមកមុននឹងអត់ចាំបាច់តតែពេលលោកយាយសៅង៉ែតឈឺរហូតតតែផ្លឹកលោកឲ្យធွာទេប៉ុន្តែរឿងនេះគឺជារឿងដែលចង់និយាយថាបើយើងមើលទៅគឺលោកកម្មសខាគាត់បោះបង់សិទ្ធិខ្លួនឯងហើយឥឡូវនេះចង់បញ្ចប់នៅពេលដែលគាត់ថាជាស្មារតីផ្សះផ្សាជាតិផ្សះផ្សាកន្លែងណាលោកបានផ្តិតមេដៃព្រមទទួលស្គាល់ថាលោកឈប់ធ្វើនយោបាយអស់មួយជីវិតទៅទៀត
អញ្ចឹងនៅក្នុងរឿងនេះបើលោកហ៊ានតែផ្ទុយនឹងអាស្អីគេសេចក្តីកំណត់ហេតុរបស់ព្រះអញ្ញាគឺគេនឹងចាប់លោកកម្មសខាវិលចូលគុកវិញដដែលនឹងអត់មានអីរំលងទេព្រោះជាជងហើយនឹងកក់តាលោកកម្មសខាគឺជាកក់អានេះគឺជាជងឯនេះហើយឥឡូវគាត់ផ្ដិតមេដៃគាត់ផ្ដិតមេដៃនៅចំពោះព្រះអញ្ញាប្រាប់ថាគាត់ព្រមទទួលយកថាគាត់បាត់បង់សិទ្ធិធ្វើនយោបាយអស់មួយជីវិតបាត់បង់ទាំងសិទ្ធិធ្វើនយោបាយបាត់បង់ទាំងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតបាត់បង់ទាំងសិទ្ធិបោះឆ្នោតទៀតអញ្ចឹងគាត់អត់អាចទៅឈរឈ្មោះជាប្រធានគណៈបកនយោបាយផ្ញើសារនយោបាយនិយាយសកម្មភាពនយោបាយគឺអីទាំងអស់ហ្នឹងគឺអត់ដូច្នេះគាត់ចេញមកពីគុកហ្នឹងគឺចេញពីគុកជាប់គុកដដែលហ្នឹងវាអត់មានចេញពីគុកឲ្យបានរួចមានសេរីភាពពាក្យថាសេរីភាពហ្នឹងវាអត់មានទេគាត់ណាគាត់រួចពីការដែលមិនជាប់នៅក្នុងផ្ទះគាត់អាចទៅមើលម្ដាយចាស់ជរាគាត់ដែលនៅដង្ហើមចុងក្រោយនឹងបានក៏ប៉ុន្តែគាត់អាចធ្វើនយោបាយអីបានដូច្នេះគឺនិយាយទៅគឺដូចថាអានោះដូចគុកកម្មលោកីដែរណាបងប្អូនដូចអ្នកដែលមានចំណងអំពីអីរៀបការឲ្យដូចជាប់គុកអ្នកខ្លះថាដូចជាប់គុកកម្មលោកីហ្នឹងគឺអញ្ចឹងគឺគុកដូចគ្នាគ្រាន់តែមួយគុកមានលបងមួយគុកអត់លបងហើយអាគុកអត់លបងនេះគឺគ្រោះថ្នាក់មែនតើព្រោះអីគាត់បាត់បង់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងអារឿងនេះហើយដែលធ្វើឲ្យសហគមន៍អន្តរជាតិគេថ្កោលទោសគាត់សុំទោសមិនមែនថ្កោលទោសលោកកម្មសខាទេថ្កោលទោសរដ្ឋាភិបាលកម្ពុជាអង្គការសិទ្ធិមនុស្សអន្តរជាតិគឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch គឺបានចេញសេចក្តីថ្លែងការណ៍ធ្ងន់ធ្ងរចាត់ទុកថាការដែលដោះលែងលោកកម្មសខានេះវាគ្រាន់តែជាយុទ្ធធម៌ដោយអន្លើគេប្រើពាក្យថា partial justice គឺយុត្តិធម៌ដោយលើបានន័យថាយុត្តិធម៌តាមការជ្រើសរើសនេះម្ដុំនោះម្ដុំមិនមែនជាយុត្តិធម៌ដោយស្មោះត្រង់ទេទី2អង្គការនេះគឺចាត់ទុកថាការដែលរដ្ឋបិទសិទ្ធិសេរីភាពនយោបាយលោកកម្មសខានេះគឺជាការរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដដែលតាក់ទងនឹងសិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋជាពិសេសមេបកប្រឆាំងរូបនេះហើយថ្កោលទោសយ៉ាងដាច់អហង្ការតាក់ទងនឹងការហាមឃាត់សិទ្ធិសេរីភាពនយោបាយរបស់លោកកម្មសខាអ្នកដែលថ្លែងសារនេះគឺអ្នកស្រី Island Pearson ដែលជាប្រធានឬក៏នាយិការបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលចេញសេចក្តីថ្លែងការណ៍ហើយសេចក្តីថ្លែងការណ៍គាត់នេះត្រូវបានសារព័ត៌មានលើអន្តរជាតិទាំងអស់យកមកដកស្រង់មាន Reuters មាន The Diplomat The Hill ABC News ឬក៏ BBC ឬក៏សារព័ត៌មានអន្តរជាតិទាំងអស់ដកស្រង់ប្រសាសន៍របស់អង្គការលើកលែងទោសអន្តរជាតិនេះយកមកផ្សាយអំពីការថ្កោលទោសនិងខកចិត្តណាហើយនឹងចុងក្រោយគឺតកតងនឹងនៅតែសារព្រោះការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយខុសពីគណៈបកប្រជាជនដដែលនឹងចំណុច3ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះថ្កោលទោសនេះគឺចុចខ្លាំងទៅលើចំណុចទាំង3មិញហ្នឹងគឺយុត្តិធម៌ដោយអន្លើថ្កោលទោសចំពោះការរដ្ឋបិទសិទ្ធិសេរីភាពនយោបាយលោកកម្មសខាដែលបាត់បង់សិទ្ធិសេរីភាពនយោបាយរហូតបែបនេះបើទោះបីជាមានសេរីភាពខ្លះប៉ុន្តែនយោបាយគឺគាត់ធ្វើអត់បានទាំងអស់ដូចដាក់គុកគាត់ដដែលអាហ្នឹងគឺក្នុងន័យអញ្ចឹងហើយក៏នៅតែគាត់នៅតែនិយាយថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដដែលអានេះសម្រាប់អង្គការលើកលែងទោសសំទោសឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចុះអង្គការសង្គមស៊ីវិលដតីទៀតនៅស្រុកខ្មែរនៅស្រុកដតីហ្នឹងគេធ្វើអីគេខ្លះយើងឃើញអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែរគឺ KMD របស់អ្នកស្រីមូសុខហួរក៏គាត់ចេញសេចក្តីថ្លែងការណ៍ដែរគឺមែនតើទៅវាគួរតែគេសាទរគ្រប់គ្នាមិនមែនឮសូរលោកកម្មសខានៅក្រៅគុកនៅក្រៅផ្ទះប៉ុន្តែគេថ្លែងសារទាំងប្រយ័ត្នប្រយែងនិងខ្វល់អ្នកស្រីមូសុខហួរដែលជាតំណាងរបស់អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះគឺគាត់បាននិយាយថាការដែលគ្រាន់តែលើកលែងទោសលោកកម្មសខាត្រឹមតែទោសជាប់គុកនៅក្នុងផ្ទះហើយហាមឃាត់សិទ្ធិនយោបាយគាត់សពបែបយ៉ាងដកហូតអស់មួយជីវិតបែបនេះគឺជាការបិទបាំងទង្វើរបស់រដ្ឋាភិបាលដែលប្រព្រឹត្តរំលោភបំពានសិទ្ធិមនុស្សក៏ប៉ុន្តែធ្វើឲ្យគេយល់ថាដូចជារដ្ឋាភិបាលនឹងចិត្តល្អចង់ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញតាមពិតមិនមែនទេជាការបិទបាំងនេះគឺជាប្រសាសន៍របស់អង្គការ KMD ហើយសេចក្តីថ្លែងការណ៍នេះក៏មានពីខាងអង្គការសង្គមស៊ីវិលខ្មែរយើង3នៅឯប្រទេសអូស្ត្រាលីឯណោះទៀតអង្គការសង្គមស៊ីវិល3ហ្នឹងគឺលើកឡើងចេះមានអង្គការសមាគមខ្មែររដ្ឋវីកតូរីយ៉ា CAV អង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីកម្ពុជាគឺ CAPPAC និងអង្គការប្រជាធិបតេយ្យខ្មែរ KDO គាត់បានថាព្រះរាជក្រឹត្យលើកលែងទោសដែលបានចេញពីថ្ងៃទី25ខែឧសភានោះ
គឺជាជំហានមួយវិជ្ជមានហើយក៏ប៉ុន្តែសេចក្តីសម្រេចនោះនៅអត់ទាន់គ្រប់គ្រាន់នៅឡើយទេអត់គ្រប់គ្រាន់ដើម្បីបង្ហាញចេតនាពិតប្រាកដនៅក្នុងការផ្សះផ្សាជាតិនោះទេការខ្វះខាតនេះគឺស្ដែងចេញឲ្យឃើញច្បាស់ថាលោកកម្មសុខានៅតែបន្តប្រឈមនឹងការហាមឃាត់មិនឲ្យធ្វើនយោបាយសកម្មភាពនយោបាយនិងរដ្ឋបិទយ៉ាងតឹងរឹងលើសេរីភាពនៅក្នុងការធ្វើដំណើរទៅក្រៅប្រទេសទៀតផងអញ្ចឹងអង្គការទាំង3នេះយល់ឃើញថាលោកកម្មសុខាគឺជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដើមរៀងមកហើយបទចោទប្រកាន់កន្លងមកគ្រាន់តែជាលេសនយោបាយដើម្បីគ្រំលាយគណៈបកប្រឆាំងដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋរាប់លានអ្នកតែប៉ុណ្ណោះការបន្ធូរបន្ថយត្រឹមទោសពន្ធនាគារដោយរក្សាគំនាបលើសិទ្ធិសេរីភាពជាមូលដ្ឋានគឺគ្រាន់តែជាការផ្លាស់ប្ដូរទម្រង់នៃការឃុំឃាំងប៉ុន្តែមិនមែនជាការដោះស្រាយសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឲ្យបានពេញលេញជូនលោកកម្មសុខានោះទេអាស្រ័យហេតុនេះអង្គការទាំង3នេះសូមស្នើឲ្យរដ្ឋាភិបាលកម្ពុជាមេត្តាទម្លាក់រាល់បទចោទប្រកាន់និងស្ដារសិទ្ធិនយោបាយព្រមទាំងសិទ្ធិស៊ីវិលរបស់លោកកម្មសុខាឡើងវិញឲ្យពេញលេញនិងស្នើសុំឲ្យពិនិត្យមើលសំណុំរឿងសកម្មជនបរិស្ថានសកម្មជនសង្គមនិងសកម្មជនផ្សេងទៀតដែលកំពុងរងបទចោទនិងកំពុងឃុំខ្លួនក្នុងពន្ធនាគារដើម្បីឲ្យពួកគាត់មានសេរីភាពឡើងវិញបំពេញហើយនឹងដើម្បីបញ្ជាក់ឲ្យឃើញថាកម្ពុជាកំពុងតែប្រែការដឹកនាំរបស់ខ្លួនឲ្យគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយ៉ាងពិតប្រាកដជាមួយគ្នានេះយើងខ្ញុំក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិនិងដៃគូអភិវឌ្ឍន៍ទាំងអស់បន្តជំរុញឲ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យសេរីពហុបកនិងដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំនិងពង្រឹងប្រព័ន្ធតុលាការឯករាជ្យដើម្បីឲ្យស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងពិតប្រាកដបាទថ្ងៃទី26ខែឧសភាឆ្នាំ2026នេះគឺខាងពីអង្គការនៅអូស្ត្រាលីឥឡូវយើងនិយាយអំពីចោះរដ្ឋាភិបាលក្រៅប្រទេសឯណោះគឺរដ្ឋាភិបាល23តុលាក៏មានសារដែរគួរតែជាសារអបអរសាទរអានេះហើយដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាថាក្រមប្រឆាំងគឺប្រឆាំងផ្កាប់មុខមែនណាអត់មានកន្លែងណាសាទរកន្លែងណាអបអរអីសោះឲ្យតានេះនៅតែរករឿងបានណាគេចង់និយាយចឹងណាក៏ប៉ុន្តែបងប្អូនចឹងមិនថាយើងគេធ្វើអីធ្វើយើងគេចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតបើគេចោតថាយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យយើងមានចេតនានៅមិនស្មោះត្រង់យើងកុំធ្វើអញ្ចឹងទៅបើដោះលែងលោកកម្មសុខាដោះឲ្យអស់ហ្មងទៅទុកទៅអីឲ្យគាត់ទៅធ្វើនយោបាយខ្លាចអីលោកកម្មសុខាខ្ញុំកំពុងតែឆ្ងល់ខ្លាចអីលោកកម្មសុខានៅពេលដែលរដ្ឋាភិបាលកម្ពុជាមានទាហានមានប៉ូលីសមានទ័ពមានអង្គការមហាមន្ត្រីមានប្រព័ន្ធផ្សព្វផ្សាយមានអូយប្រើថវិកាជាតិដើម្បីប្រយោជន៍បកអីឡប់សពបែបយ៉ាងហើយប្រព័ន្ធស្អីស្អីហ្នឹងគឺរបស់រដ្ឋាភិបាលអស់ហើយតែយើងនៅខ្លាចអីលោកកម្មសុខាហ្នឹងហេតុអីមិនឲ្យគាត់ប្រកួតវាយគ្នាឡើងលើរិញឲ្យដូចគ្នាមួយគីឡូស្មើគ្នាមើលតើអ្នកណាឈ្នះចាញ់អូឈ្នះដោយសុចចិត្តទៅយុត្តិធម៌ឈ្នះឲ្យដឹងតែឈ្នះកុំឡាំប៉ាកុំអីទៅតែនៅតែអញ្ចឹងគឺនៅតែធ្វើទុកបុកម្នេញចាប់គេចងដៃឲ្យឡើងវាយលើរិញបិទមុខគេឲ្យចងស្លាប់សេកឲ្យប្រាប់ថាខាងនោះអន់ខាងគាត់ឈ្នះអាហ្នឹងគឺជារឿងមួយមិនសិលធម៌តតែសោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារចេញសេចក្តីថ្លែងការណ៍ដូចនេះគឺរដ្ឋាភិបាលឯករាជ្យខកចិត្តចំពោះការរបបក្រុងភ្នំពេញរបបរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុនដែលផ្ដល់សេរីភាពដល់លោកកម្មសុខាត្រឹមតែអាចបំពេញករណីកិច្ចគ្រួសារនិងធ្វើកិច្ចការផ្ទាល់ខ្លួនក៏ប៉ុន្តែមិនផ្ដល់សិទ្ធិនយោបាយពេញលេញដល់គាត់ដើម្បីផលប្រយោជន៍ជាតិនេះមានន័យថាលោកកម្មសុខាក៏ដូចជាអ្នកទស្សនយោបាយដទៃទៀតដែរនិងអ្នកទស្សនមនសិការផ្សេងទៀតគឺស្ថិតនៅក្នុងលក្ខខណ្ឌជាអ្នកទស្សនយោបាយរបស់លោកហ៊ុនសែនដដែលទេរដ្ឋាភិបាលក្រៅប្រទេសនេះបាននិយាយទៀតថាយើងទាមទារឲ្យរបបក្រុងភ្នំពេញនៃរបបគ្រួសារត្រកូលហ៊ុនត្រូវតែផ្ដល់សិទ្ធិសេរីភាពនយោបាយពេញលេញជូនលោកកម្មសុខានិងឲ្យគាត់អាចធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេសដោយពលរដ្ឋទូទៅដែរបើទោះបីជាការចាប់ផ្ដើមដ៏ត្រឹមត្រូវនៃដំណើរការផ្សះផ្សាដែលនឹងឈានដល់ការសាមគ្គីឯកភាពជាតិក៏ដោយយើងខ្ញុំសូមបញ្ជាក់ថាសាមគ្គីឯកភាពជាតិមិនអាចកើតឡើងពីល្ខោនបំបិទសេរីភាពបុគ្គលណាម្នាក់នៅក្នុងសង្គមនោះឡើយក៏ប៉ុន្តែទាល់តែផ្ដើមចេញពីការផ្សះផ្សាដោយសុចរិតនិងគោរពគោលការណ៍យុត្តិធម៌ទើបឈានដល់សាមគ្គីឯកភាពជាតិរឹងមាំនៅក្នុងស្មារតីជាតិពិតប្រាកដដូច្នេះរដ្ឋាភិបាលនេះបារម្ភថាលោកកម្មសុខានឹងក្លាយទៅជាល្បែងនយោបាយខ្វះគុណធម៌មួយរបស់អ្នកមានអំណាចដែលប្រើឧបករណ៍ឃោសនាប្រងព្រាតអំពីរបស់ដែលពួកគេបំភាន់ថាជាសាមគ្គីឯកភាពជាតិដើម្បីបោកប្រាស់ប្រជាពលរដ្ឋបន្ថែមលើការបណ្ដោះលែងអ្នកទស្សនយោបាយមនសិការប្រមាណ100នាក់ទៀតនោះធ្វើឲ្យយើងបារម្ភអំពីការបន្តយុទ្ធនាការរបស់របបក្រុងភ្នំពេញក្នុងការដែលបំពានសិទ្ធិមនុស្សនៅកម្ពុជាហើយលទ្ធិប្រជាធិបតេយ្យកម្ពុជានៅតែវិលវល់នៅក្នុងដែនអំណាចផ្ដាច់ការលក្ខណៈនេះធ្វើឲ្យកម្ពុជាបាត់សក្តានុពលលើឆាកអន្តរជាតិក្នុងករណីចាំបាច់ដើម្បីដោះស្រាយបញ្ហាអាយុជីវិតជាតិដូចជាចំនួនព្រំដែនការឆបោកអនឡាញនិងពាណិជ្ជកម្ម
បានចឹងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23សូមជំរុញឲ្យសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋខ្មែរបង្ហាញបំណងនិងសកម្មភាពប្រតិបត្តិតាមទាមទារតាមត្រង់ឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញឈប់បន្តអូសបន្លាយប្រើល្បិចក្តោបសិទ្ធិប្រជាពលរដ្ឋនិងនយោបាយប្រជាធិបតេយ្យធ្វើឲ្យអ្នកនយោបាយប្រជាធិបតេយ្យធ្វើជាចំណាប់ខ្មាំងនិងអំណាចផ្ដាច់ការរបស់ខ្លួនតទៅទៀតនោះលបាយនយោបាយបែបនេះកាន់តែធ្វើឲ្យប្រទេសជាតិវ៉ាន់កលំក្នុងវិបត្តិកាន់តែជ្រៅនិងកាន់តែខ្សោយជាលំដាប់បាទថ្ងៃទី26ខែឧសភាឆ្នាំ2026បាទឥឡូវនេះក្រៅតែពីអង្គការទាំងនេះមែនតើទៅគឺយើងឃើញរដ្ឋាភិបាលបរទេសហាក់ដូចជាអត់ចាប់អារម្មណ៍លើការលើកលែងទោសលោកកឹមសុខាសោះរឿងនេះគឺជារឿងគួរឲ្យព្រួយបារម្ភដែរបងប្អូនព្រោះអីធម្មតារដ្ឋាភិបាលបរទេសមានស្ថានទូតអាមេរិកនៅកម្ពុជាមានសហគមន៍អឺរ៉ុបមានប្រទេសអីផ្សេងទៀតគឺព្យាយាមចូលទៅសួរសុខទុក្ខលោកកឹមសុខាតាមដានរឿងក្តីលោកកឹមសុខាណាហើយចង់ឲ្យមានការដោះលែងលោកកឹមសុខាមែនតើក៏ប៉ុន្តែឥឡូវរដ្ឋាភិបាលកម្ពុជាដោះលែងលោកកឹមសុខាឲ្យផុតពីជាប់គុកនៅពន្ធនាគារនៅផ្ទះហើយចុះហេតុអីបានជាសហគមន៍អន្តរជាតិនេះអត់មានអ្នកណាចេញសារតអីមួយសោះម្ដងមកនេះអត់ទាន់មានទេណាបងប្អូនបើបងប្អូនឃើញប្រាប់ខ្ញុំផងអាមេរិកអាចយឺតដែរដោយសារតែថ្ងៃ25ម្សិលមិញនៅអាមេរិកវាត្រូវ26នៅស្រុកខ្មែរនេះវាទីបុណ្យគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជនដែលពលីនៅក្នុងសង្គ្រាមអញ្ចឹងជាបុណ្យជាតិរបស់អាមេរិកក៏ប៉ុន្តែទម្លាប់អាមេរិកមិនចំពោះតែថ្ងៃបុណ្យជាតិមិនបុណ្យជាតិទេសេចក្តីថ្លែងការណ៍រួមគឺគេចេញបានគ្រប់តែពេលប៉ុន្តែអត់មានទេសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបក៏អត់មានសេចក្តីថ្លែងការណ៍អបអរសាទររឿងករណីលោកកឹមសុខានៅឡើយទេព្រោះខ្ញុំចូលទៅមើល Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាក៏អត់មានឃើញសារអីក្រៅតែពីសារមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជាតាំងពីថ្ងៃ1ខែឧសភាមកម៉េះសហរដ្ឋអាមេរិកដែលថាចុងខែសីហាចុងខែមេសាហ្នឹងទៅថ្កោលទោសបន្តតម្កល់សាលក្រមសាលាដំបងហើយទៅថែម5ឆ្នាំមិនឲ្យលោកកឹមសុខាចេញទៅក្រៅហ្នឹងសហរដ្ឋអាមេរិកថ្កោលទោសហើយមិនត្រឹមតែថ្កោលទោសទេគឺចាត់ទុកប្រទេសកម្ពុជាថាខ្វះការទទួលខុសត្រូវខ្វះសិលធម៌នៅក្នុងការដែលចោទអាមេរិកថាជាខុបខិតដើម្បីផ្ដួលរំលំរដ្ឋាភិបាលទៀតផងប៉ុន្តែបងប្អូនណារឿងកម្ពុជានៅវ៉ាន់កឡើយព្រោះអីតឡាការមកដល់ម៉ោងនេះនៅចោតប្រកាន់អាមេរិកថាជាប់ចោតពីបទខុបខិតជាមួយលោកកឹមសុខានៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេណាព្រោះអីសាលដីកាចូលជាស្ថាពរហើយនៅពេលដែលលោកកឹមសុខាអត់ប្តឹងទាស់ហ្នឹងគឺបានន័យថាសាលដីកាដែលចោតប្រកាន់លោកកឹមសុខាហើយនឹងអាមេរិកអីពាក់ព័ន្ធហ្នឹងគឺនៅជាប្រវត្តិសាស្ត្រគឺអត់មានលើកលែងទេព្រោះអីរដ្ឋាភិបាលអត់បានលើកលែងបទចោតទេណារដ្ឋាភិបាលអត់បានលើកលែងបទចោទប្រកាន់ដែលរកឃើញថាលោកកឹមចោទប្រកាន់លោកកឹមសុខាថាខុបខិតជាមួយបរទេសឬក៏មានទោសក្បត់ជាតិនឹងអត់មានលើកលែងអាហ្នឹងទេគឺគ្រាន់តែលើកលែងតែទោសមួយដែលអនុគ្រោះទៅដើម្បីឲ្យទៅជួបម្ដាយទេណារឿងនេះរឿងម្ដាយគឺលោកស្រីសៅង៉ែទេលោកយាយសៅង៉ែទេបើរឿងមែនតែនគឺអ្វីហ្នឹងគឺរដ្ឋាភិបាលគឺនៅតែចោទប្រកាន់អាមេរិកនិងចោទប្រកាន់ភាគីពាក់ព័ន្ធហ្នឹងថាខុបខិតគ្នាផ្ដួលរំលំរដ្ឋាភិបាលដដែលទេរឿងនេះហើយគឺជារឿងមួយដែលចឹងបានថាបើទម្លាក់បាត់ចោលទាំងអស់លើលោកកឹមសុខាដោះលែងឲ្យគាត់មានសេរីភាពហ្មងអាហ្នឹងវារួចផុតអាហ្នឹងទាំងអស់អត់មានមន្ទិលអីទៀតទេអញ្ចឹងសហរដ្ឋអាមេរិកអត់មានបានចេញសារគ្រប់គ្រងឬសារតអីទេសហភាពអឺរ៉ុបក៏អត់ដែរក៏ប៉ុន្តែដូចខ្ញុំជម្រាបចឹងសហភាពអឺរ៉ុបបិទទៅថាមិនចេញសារតអបអអីដែរប៉ុន្តែយើងចាំសហភាពអឺរ៉ុបនេះកាលពីថ្ងៃ3ខែមេសាឆ្នាំ2023ពេលដែលចេញសាលក្រមផ្ដន្ទាទោសលោកកឹមសុខាភ្លាមសហគមន៍អឺរ៉ុបថ្កោលទោសភ្លាមថ្កោលទោសយ៉ាងចាស់ដៃគឺថាជាការរំលោភបំពានសិទ្ធិមនុស្សសេរីពហុបកហាមឃាត់សិទ្ធិនយោបាយលោកកឹមសុខាសិទ្ធិនយោបាយនេះគឺសំខាន់ទាំងសហរដ្ឋអាមេរិកក៏និយាយដូចនេះដែរគឺគេអត់ខ្វល់ពីរឿងតែត្រឹមដាក់គុកនៅក្នុងពន្ធនាគារក្នុងផ្ទះហ្នឹងទេគឺគេចង់ឲ្យមានសិទ្ធិនយោបាយដល់អញ្ចឹងអាហ្នឹងគឺរឿងធំគឺសិទ្ធិនយោបាយឯនោះវិញមិនមែនរឿងឃុំខ្លួននឹងប្រមាណទេអញ្ចឹងសហគមន៍អឺរ៉ុបតាំងពីពេលហ្នឹងមកសូម្បីតែនៅថ្ងៃទី30ខែមេសាឆ្នាំ2026សហគមន៍អឺរ៉ុបក៏កោតទោសដែរក៏បង្ហាញអំពីការមិនពេញចិត្តហើយសហគមន៍អឺរ៉ុបហ្នឹងមានប្រទេសបែលហ្សិកមានប្រទេសអីផ្សេងមួយចំនួនទៀតដែលចូលទៅឃ្លាំមើលសវនាការលោកកឹមសុខាក៏គេមិនពេញចិត្តដែរនៅពេលដែលថែម5ឆ្នាំរដ្ឋបတ်សិទ្ធិសេរីភាពលោកកឹមសុខាដូច្នេះសរុបមកជំហររបស់សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដូចជាអត់មានប្រែប្រួលអីមកត្រេកអរជាមួយនឹងការដែលគ្រាន់តែឲ្យលោកកឹមសុខារួចផុតពីការឃុំខ្លួននៅក្នុងផ្ទះ
រួចទៅរដ្ឋបတ်សិទ្ធិសេរីភាពនយោបាយដកហូតសិទ្ធិសេរីភាពនយោបាយគាត់ទាំងអស់ទេព្រោះអីកន្លងមកទាំងអាមេរិកទាំងសហគមន៍អឺរ៉ុបអំពាវនាវឲ្យផ្ដល់សិទ្ធិសេរីភាពឲ្យលោកកឹមសុខាបានធ្វើនយោបាយពេញលេញដូចដើមនេះសហគមន៍អន្តរជាតិនេះអត់ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលសំទោសឬក៏បង់សំណងចាត់ទុកថាជារឿងធំណាប៉ុន្តែជាលទ្ធផលគឺរដ្ឋាភិបាលគឺនៅតែធ្វើដដែលគឺរដ្ឋបတ်សិទ្ធិសេរីភាពអញ្ចឹងបានន័យថាសហគមន៍អឺរ៉ុបឬក៏សហរដ្ឋអាមេរិកអត់មានសេចក្តីថ្លែងការណ៍ណាមួយអបអរសាទររឿងនេះទេរឿងនេះចម្លែកមែនតើបងប្អូនយើងគិតទេព្រោះគេថាតែដោះលែងអញ្ចឹងវាគួរណាតែទូងស្គរពេញពិភពលោកដែរគេអបអរត្រាសាទរផ្ទះដៃអត់សោះសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកឬប្រទេសផ្សេងទៀតនៅស្ងៀមអត់ទាន់ឃើញមានសារអីសោះអានេះបង្ហាញថាអ្វីដែលរដ្ឋាភិបាលធ្វើដែលយើងគិតថាចង់លៀងស្អំចិត្តប្រជាពលរដ្ឋខ្មែរសូម្បីតែប្រជាពលរដ្ឋខ្មែរក៏លោកយល់ថាដូចជាហេតុអីក៏នៅដាក់គាត់នៅក្នុងគុកទៀតអត់ឲ្យគាត់ធ្វើនយោបាយអត់ឲ្យគាត់មកចូលរួមឈរឈ្មោះបោះឆ្នោតអីចឹងដដែលនឹងបានប្រយោជន៍អីចឹងចេញក្រៅគុកដូចនៅក្នុងគុកដដែលហ្នឹងយ៉ាប់ជាងនៅក្នុងគុកទៀតហ្នឹងព្រោះអីចេញមកហើយអត់ធ្វើអីកើតហើយទៅដល់អញ្ចឹងទៅសហគមន៍អន្តរជាតិយើងកុំសហគមន៍អន្តរជាតិគេអត់ដែលល្ងងទេខ្មែរយើងបោកបានតែខ្មែរគ្នាឯងដែលធ្វើប្រជាពិធដ្ឋទេប៉ុន្តែសហគមន៍អន្តរជាតិគេចេញមកគេឃើញពវៀនបាត់ចទាសយើងណាអញ្ចឹងទៅឃើញសាររដ្ឋាភិបាលបរទេសអត់មានសោះហើយបើមានសារព័ត៌មានអន្តរជាតិវិញណាគួរតែផ្សាយសារតអបអអីនឹងសារដែលអបអអត់សោះសារព័ត៌មានអន្តរជាតិទាំងអស់ដែលយកមកផ្សាយពីរឿងខ្មែរបងប្អូនមានទាំង NHK ជប៉ុន Reuters ABC News BBC The Hill Diplomat សារព័ត៌មានទាំងអស់ផ្សាយស្រោចពីរឿងលើកលែងទោសលោកកឹមសុខាប៉ុន្តែផ្សាយពីការខកចិត្តទៅវិញខកចិត្តពីអ្នកសិទ្ធិមនុស្សខកចិត្តពីស្ថាប័ននេះហើយនៅឃើញតែកម្ពុជានៅតែរដ្ឋបတ်សិទ្ធិសេរីភាពដដែលយើងវាគួរតែសហគមន៍អន្តរជាតិមកផ្ទះដៃអបអរសាទរថាអូយើងមានភាពប្រសើរវាទៅជាអត់ទៅវិញឃើញទេបងប្អូនអញ្ចឹងណាអញ្ចឹងបានថាយើងគិតថាធ្វើអីក៏ដោយយើងចង់ឲ្យគេគិតថាការប្រឡែមប្រឡំរបស់យើងនឹងវាបានប្រយោជន៍វាអត់ទេគឺគេមើលឃើញអញ្ចឹងហើយដល់អញ្ចឹងឃើញគេអត់មានសារតហើយដល់អញ្ចឹងរូបភាពមុខមាត់យើងដដែលសង្ឃឹមថាលោកកឹមសុខានឹងរួចផុតពីការចោទប្រកាន់ទាំងអស់នេះទៀតចោះពួកអីបើការផ្សះផ្សាជាតិផ្សះផ្សាយ៉ាងម៉េចខ្ញុំពងតែឆ្ងល់ដែរក៏ប៉ុន្តែបងប្អូនរឿងមួយដែលបងប្អូនមានមន្ទិលតាក់ទងនឹងសាលដីការបស់សាលាធរនៅថ្ងៃទី30ខែមេសាដែលតម្កល់សាលក្រមសាលាដំបងហ្នឹងណាគឺលោកកឹមសុខានៅជាប់តែមួយទេណាម្ដងនេះគឺអស់ហើយគឺបានន័យថាគេដកអស់ហើយដកអាបំរាមនឹងអស់ហើយទី1គឺគាត់អាចចេញពីផ្ទះបានទៅជួបអ្នកណាក៏បានដែរនេះអាកន្លែងហ្នឹងមួយគឺវាសំខាន់ដែរគាត់អាចទៅជួបអ្នកណាបានគាត់អត់អាចធ្វើសកម្មភាពនយោបាយបានគាត់អាចស្ដាប់គាត់អាចអីបានប៉ុន្តែមិនអាចឲ្យយោបល់មិនអាចនិយាយស្ដីរឿងនយោបាយព្រោះថ្ងៃនេះពេលដែលសារព័ត៌មានក្នុងស្រុកសម្ភាសគាត់ដូចជាកម្ពុជាអញ្ចឹងណាសម្ភារគាត់អត់ទាំងហ៊ានឆ្លើយនិយាយអីជាមួយសារព័ត៌មានទាំងអស់គាត់សុំថាគាត់សុំទៅបួសសិនអីអញ្ចឹងទៅមិននិយាយអីគាត់មិនចាំបាច់និយាយអីបើគាត់និយាយអីប៉ះពាល់នឹងសេចក្តីប្រកាសនេះគាត់ជាប់ទោសទៀតហើយក៏ប៉ុន្តែទោសផ្សេងទៀតដែលឧទាហរណ៍គេអត់ឲ្យចេញពីលំនៅឋានគេដកអស់ហើយអត់ឲ្យតាក់ទងអ្នកណាតាមស្អីប្រព័ន្ធអេឡិចត្រូនិកប្រព័ន្ធទូរស័ព្ទអីហ្នឹងគឺគេដកអស់ហើយដូច្នេះគាត់អត់មានជាប់បំរាមជួបអ្នកណាណីអីទៀតទេអ្នកណាជួបគាត់ក៏បានដែរគ្រាន់តែថាគាត់មិនអាចនិយាយរឿងនយោបាយបានតែប៉ុណ្ណឹងឬចេញសារនយោបាយឬធ្វើនយោបាយអាហ្នឹងគឺវាមានភាពប្រសើរកន្លែងហ្នឹងប៉ុន្តែជាទូទៅអស់ហើយសិទ្ធទាំងអស់និយាយទៅដាក់ស្បង់ចៃវរឲ្យពាក់ឲ្យគាត់នៅក្រងជាប្រសង់ប៉ុន្តែហាមសូត្រធម៌ហាមទេសនាហាមបិណ្ឌបាតនេះឥឡូវយើងគិតមើលប្រសង់ក្រងស្បង់ចៃវរហាមរៀនវត្តជាធម៌ដើម្បីទេសនាដាស់តឿនព្រានប្រដៅឬក៏ចូលរួមនៅក្នុងសកម្មភាពសង្ឃប៉ុន្តែនៅឲ្យពាក់ស្បង់ចោះតែអត់ឲ្យធ្វើសកម្មភាពសង្ឃទេលោកកឹមសុខាដូចគ្នាអញ្ចឹងហ៎បងប្អូនឲ្យគាត់ធ្វើជាឲ្យគាត់រួចពីការជាប់ឃុំប៉ុន្តែដាក់គាត់ជាអ្នកនយោបាយតែដកសិទ្ធិនយោបាយគាត់ទាំងអស់អាហ្នឹងយើងគិតមើលខ្លួនឯងទៅថាតើវាអយុត្តិធម៌ប្រមាណសម្រាប់លោកកឹមសុខាហើយវាឆ្កងវាគ្មានភាពសមហេតុផលប៉ុណ្ណាជាការពិតហើយគាត់បានទៅជួបម្ដាយគាត់បានអីអញ្ចឹងហើយមានអ្នកខ្លះសម្ដែងបង្ហាញការខកចិត្តថាហេតុអីក៏លោកកឹមសុខាសុកចិត្តតស៊ូបាន9ឆ្នាំទៅហើយទុក្ខរកិរិយាធ្វើវិបស្សនាកម្មដ្ឋានឬក៏មិនរត់ចោលស្រុកឬក៏នៅក្រាញននាលក្នុងការតតាំងជាមួយរឿងនេះដោយអហិង្សាឲ្យអស់ចិត្តហើយស្រាប់តែចុងក្រោយទៅទទួលកំហុសដែល
ខ្លួនមិនបានប្រព្រឹត្តខុសទាំងអយុត្តិធម៌ហ្នឹងដើម្បីដោះដូរជាមួយនឹងការដែលឲ្យនៅក្រៅឃុំហើយអត់ធ្វើអីបានកើតទៀតមានអ្នកខ្លះចាំប៉ុន្តែបងប្អូនមិនដឹងស្ថានភាពគាត់តើផ្លូវចិត្តគាត់យ៉ាងម៉េចយើងអត់ដឹងលោកកម្មសខាស្គមមើលទៅដូចថាស្រកគីឡូស្រកអីក៏ច្រើនអីចឹងដែរហើយតើគាត់ទុករៀងរេយ៉ាងណាទៅព្រោះគាត់ធ្វើអីក៏តែមិនកើតចេញពីផ្ទះគាត់តែមិនបានម្ដាយឈឺក៏មើលមិនបានអីចឹងទៅដូច្នេះចង់ឲ្យរួចមកគ្រាក៏ធ្វើអញ្ចឹងសិនទៅក្រែងលោថាបានបើអត់អីជីវិតចុងក្រោយក៏បានធូរជួបម្ដាយជួនកាលគាត់អាចគិតអញ្ចឹងណាបងប្អូនចិត្តតែគិតថានៅទុក្ករកិរិយាមកអាយុប៉ុន្តែបងប្អូនបានសុខតើគាត់មិនដឹងបានសុខប៉ុណ្ណាដូច្នេះវាយើងចិត្តតែប្រៀបធៀបលោកកម្មសខាទៅនឹង Nelson Mandela អីណា Nelson Mandela ជាប់គុកអាយុ40ហ្នឹងជាប់27ឆ្នាំចេញពីគុកមកអាយុ67ឆ្នាំនៅកម្លាំងបឹបធ្វើនយោបាយឡើងបានតែលោកកម្មសខាជាប់ពន្ធនាគារអាយុ70ឆ្នាំហើយណាហើយចុះបើឲ្យជាប់27ឆ្នាំដូច Nelson Mandela ចេញមកអាយុ97ហើយណាគាត់ធ្វើអីកើត97ឲ្យតបានដល់97ហៅថាប្រគុណចែកតែប៉ុន្តែយើងទៅនៅក្នុងគុកអត់មានស្អីរីងរៃផ្លូវចិត្តនេះធ្ងន់ណាផ្លូវចិត្តតែយើងបាក់ទឹកចិត្តតាមមួយឆ្នាំ2ឆ្នាំស្រួលมันអាចនឹងរស់បានផងកុំថាឲ្យដល់ទៅនៅដល់អាយុដល់ជិត100អីណានឹងពិបាកអញ្ចឹងបងប្អូនអញ្ចឹងគេដាក់សម្ពាធគាត់ឲ្យអញ្ចឹងគាត់ស៊ូនឹងសម្ពាធនឹងអត់បានទេចុងក្រោយគឺអ្វីដែលគួរឲ្យខកចិត្តហ្នឹងគឺគាត់ជ្រើសរើសយកវិធីដែលរងសម្ពាធរដ្ឋាភិបាលកម្ពុជានេះអត់បានហើយដោយយកហេតុផលមួយពេលដែលម្ដាយមានចេះផងរដ្ឋាភិបាលក៏បានលេះល្អហ្នឹងហើយចេញអញ្ចឹងទៅលាក់ប៉ុន្តែលោកកម្មសខាមុននឹងចេញឲ្យគេអនុគ្រោះទោសនេះណាគាត់បាននិយាយទៀតថាអ្នកណាដែលសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាឲ្យទទួលតាមអំពើបាបកម្មឯណាប៉ុន្តែនិយាយឲ្យស្មានតែគាត់នៅបន្តនៅក្នុងឃុំខ្លួនចឹងទៀតទៅហើយតតាំងប្តឹងសារទុកអីទៀតទៅគឺចេញជាសារបែបនេះប្រជាពលរដ្ឋខ្លះខកចិត្តក៏ប៉ុន្តែបងប្អូនយើងមិនដឹងស្ថានភាពរបស់លោកកម្មសខាយ៉ាងម៉េចតើគេចរចាគ្នាយ៉ាងម៉េចគ្រាន់តែថាខ្ញុំជឿថាសម្បទានអីក៏ដោយរដ្ឋាភិបាលកម្ពុជានេះបើទាល់តែលោកកម្មសខាប្រាប់គេថាយើងលែងជាឧបសគ្គឲ្យគេភ័យខ្លាចនឹងឈ្នះឆ្នោតទៀតបានគេព្រមព្រោះគេរំលាយគណៈបកសង្គ្រោះជាតិចោលគេចាប់លោកកម្មសខាឃុំខ្លួនគេបំបែកលោកកម្មសខាពីលោកសំរងស៊ីមិនមែនដើម្បីទប់កុំឲ្យមានបដិវត្តពណ៌ឬការដែលបំផ្លាញជាតិនឹងអីទេគឺគេទប់កុំឲ្យតែបាត់អំណាចគ្រួសារតកូលហ៊ុនព្រោះអីគណៈបកប្រជាជនចោះប្រជាប្រិយដាំក្បាលឲ្យបើទុកឲ្យគាត់នៅវាចាញ់ឆ្នោតហើយចាញ់ឆ្នោតតើមានឱកាសណានឹងលួចជាតិទៀតខ្ញុំពងតែឆ្ងល់ចោះទ្រព្យសម្បត្តិដែលបានមកពីការលួចជាតិនឹងយកទៅលាក់នៅឯណាតែអ្នកថ្មីមកគេមានរដ្ឋាភិបាលស្មោះត្រង់អីស្អាតស្អំអីបដិញមន្ត្រីនឹងអស់ចាប់ដាក់គុកអស់រឹបអូសទ្រព្យសម្បត្តិយកមកជារបស់ជាតិឲ្យគាត់ខំប្រឹងរមកកណោហ្នឹងឲ្យតេមែនវាអត់ទេអារឿងហ្នឹងរឿងអំណាចបុគ្គលក្រុមគ្រួសារនឹងកាងទ្របដែលលួចជាតិអីបានទេវាអត់តាក់ទងនឹងរឿងការពារជាតិអធិបតេយ្យអីទេបើការពារជាតិអធិបតេយ្យវាយមួយថៃម៉ោងនេះគួរដោះលែងលោកកម្មសខាឲ្យគាត់មានសិទ្ធិនយោបាយឲ្យដើរហើរទៅសហគមន៍អន្តរជាតិនោះដើម្បីអំពាវនាវគេឲ្យគេយកចិត្តយើងឲ្យគេនៅខាងខ្មែរប្រយុទ្ធជាមួយថៃបាត់ហើយបើយើងស្រឡាញ់ជាតិស្រឡាញ់ទឹកដីមាតុភូមិយើងច្បាស់ជាដោះលែងលោកកម្មសខាឲ្យធ្វើដំណើរទៅក្រៅទៅគៀកករសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យថៃខ្ជាក់ដីមកខ្មែរវិញបាត់ហើយវាអត់ហើយប៉ុណ្ណឹងបងប្អូនមើលអត់ឃើញទេចឹងអ្នកណាស្រឡាញ់ជាតិឲ្យប្រកបគេអត់មានស្រឡាញ់ជាតិទេគឺគេស្រឡាញ់ក្រុមគ្រួសារអំណាចគេនឹងកាងទៅសំបីតែបាត់បង់អធិបតេយ្យតាក់តងនឹងរឿងស្អីក៏ដោយបើផ្សះផ្សាទៅបានចំណេញអីក៏គេអត់ខ្វល់យើងមើលទៅឃើញតែអញ្ចឹងហើយកុំទៅថាគេនឹងញុះញង់គេថាបំពុលអីនោះអស់លោកធ្វើឲ្យដូចតែគេថាអញ្ចឹងហ្នឹងឥឡូវខ្ញុំបន្តទៅទៀតព័ត៌មានបន្តទៀតនេះគឺតាក់ទងនឹងក្រុមសង្កេតការអាស៊ានខាងកម្ពុជាបានតែចុះទៅថតរូបខាងបឹងតកួនទៀតទៅទៀតសរសើរហ្មងខ្ញុំនិយាយទៅសរសើរគាត់អត់ហត់ទៅត្រុកទៅគេបាញ់ប្រាវទៅមកម្ដងទៅថតបានរូបថត4-10ស្លឹកមកទៅគេបាញ់ប្រាវឥឡូវទៅទៀតទៅអូស្មាច់ម្សិលថ្ងៃឥឡូវថ្ងៃនេះទៅបឹងតកួនទៀតគឺខាងកម្ពុជានឹងរៀបចំឲ្យក្រុមអាស៊ានខាងខ្មែរនឹងទៅវាបានប្រយោជន៍អីដែលយើងទៅតែខាងក្រុមអាស៊ានខាងខ្មែរថៃគេអត់តឹងយកអាស៊ានគេចុះមកមើលស្អីលបងគេនៅចិត្តឈឹង
ตรงใจគេនៅចិត្តឈឹងបលាលួសអីចឹងហើយដល់ពេល AOT យើងចុះទៅហ្នឹងគឺមានចុះទៅបានប្រយោជន៍អីគឺយើងចុះទៅថតតែរូបអត់មានរបាយការណ៍អត់មានសេចក្តីថ្លែងការណ៍អត់មានថ្កោលទោសតែខ្ញុំថាអាហ្នឹងទៅយើងតូចចិត្តថាយើងវាមិនបានឃើញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃអីចិត្តតែប្រមូលថតទៅរូបឲ្យតែឃើញមានកុំឲ្យតែថាំងអត់បានធ្វើអីសោះរដ្ឋាភិបាលកម្ពុជាខ្លួនឯងហ្នឹងក៏តែមិនប្តឹងទៅថៃទៅតុលាការអន្តរជាតិហើយនៅតែអូសរហូតហើយថ្ងៃហ្នឹងយើងអូសអាម៉េចឥឡូវនេះអ្នកស្រីម៉ាលីសុជាតាក៏ថាក្រមអាស៊ាន AOT ដែលរៀបចំសម្របសម្រួលពីខាងកម្ពុជាហ្នឹងចុះទៅមើលទីតាំងនៅឯតំបន់បឹងតគួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហាររីបលាលួសនិងពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃដោយបានធ្វើឲ្យប្រជាពលរដ្ឋច្រើនគ្រួសារមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញនៅឡើយហើយធ្វើឲ្យការពិនិត្យលើការគោរពគេទៅហ្នឹងគឺគោរពមើលពិនិត្យការគោរពយើងគោរពហើយតែថៃអត់គោរពរួចទៅយើងនៅតែចោទគេថាខុសច្បាប់កាន់កាប់ដីខ្មែរដោយខុសច្បាប់កន្លែងណានៅពេលដែលយើងសញ្ញេឲ្យគេនៅណានៅហ្នឹងនេះខ្ញុំកំពុងតែឆ្ងល់ចុះបើយើងខុសច្បាប់ហេតុអីទៅររឿងតតាំងអីនៅហ្នឹងហេតុអីក៏យើងមិនប្តឹងព្រោះអីយើងជាអ្នកសញ្ញេយើងថាគេនៅខុសច្បាប់យើងសញ្ញេឲ្យគេនៅណានៅហ្នឹងគេដាក់បលាលួសយកទៅធ្វើអីគេបើយើងសញ្ញេឲ្យគេនៅណានៅហ្នឹងហើយតែឥឡូវមកសញ្ញេឲ្យយើងប្រាប់ថាហ្នឹងខុសច្បាប់ទេអញ្ចឹងបានន័យថាសញ្ញេរបស់យើងក៏ខុសច្បាប់ដែរហើយចុះបើយើងសញ្ញេខុសច្បាប់យើងសញ្ញេឲ្យដីគេគ្រប់គ្រងខុសច្បាប់តើមានទោសធ្ងន់ប៉ុណ្ណាទៅបើថាជ្រុលថាសញ្ញេហើយលើថាគេធ្វើខុសច្បាប់ក៏ខុសចោះព្រោះយើងដើម្បីឲ្យសក់គ្នាកុំឲ្យគេបាញ់យើងស្លាប់ទាហានយើងទៀតស្លាប់ជនស៊ីវិលយើងទៀតវាអត់អីទេតែហេតុអីក៏យើងមិនប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិនៅតែមកតតាំងជាមួយនឹងអាកិច្ចព្រមព្រៀងដែលយើងសញ្ញេឲ្យគេនៅណាថាគេខុសហើយយើងព្រមឲ្យគេនៅអត់មានបានប្រាប់ឲ្យគេដកវិញផងហ្នឹងយើងគ្រាន់តែប្រាប់ថានៅណានៅហ្នឹងទៅអត់មានប្រាប់ថាណានៅណានៅហ្នឹងសិនណាតែតែពេលរួចតិចទៀតដកទៅវិញអត់និយាយឲ្យលីងគឺនិយាយថានៅណានៅហ្នឹងគ្រាន់តែកុំយកតបមកថែមទៀតចឹងគេធ្វើអីស្រេចចិត្តនៅក្នុងដីហ្នឹងព្រោះដីអធិបតេយ្យរបស់គេព្រោះយើងសញ្ញេឲ្យគេថានៅណានៅហ្នឹងឥឡូវរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលពេលដែលជួបជាមួយនឹងប្រធានាធិបតីណែបារាំងលោកម៉ានូអែលម៉ាក្រុងថ្ងៃនេះដឹងគាត់និយាយមិនពីរឿងស្រុកខ្មែរហ្នឹងឯងបងប្អូនរឿងព្រំដែនស្ដាប់លោកអនុទិនច័ន្ទវរៈគុលគឺយើងអស់សង្ឃឹមអាលីងហ្មងបើធ្វើដោយអ្វីដែលរដ្ឋាភិបាលខ្មែរកំពុងតែធ្វើគាត់និយាយថានាយករដ្ឋមន្ត្រីថៃនិយាយថាការដោះស្រាយរឿងព្រំដែនត្រូវឈរលើកិច្ចព្រមព្រៀងអ្នកណានៅត្រង់ណានៅត្រង់ហ្នឹងស្ដាប់ឲ្យច្បាស់ហ่าបងប្អូននាយករដ្ឋមន្ត្រីថៃបដិញ្ញាថាដោះស្រាយបញ្ហាព្រំដែនតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណានៅហ្នឹងនេះគាត់យកការដោះស្រាយព្រំដែនហើយកំពុងតែចោទប្រកាន់ភាគីកម្ពុជាថាអត់មានភាពស្មោះត្រង់ទេលឹមលំណាទៅប្រាប់លោកម៉ានូអែលម៉ាក្រុងណាលើឆាកអន្តរជាតិថាកម្ពុជាលឹមលំគេកំពុងមើលទៀតថាតើអាចដោះស្រាយបានអត់បើកម្ពុជាយើងអត់មានភាពស្មោះត្រង់ទេលឹមលំមិនទៅបងប្អូនកម្ពុជាលឹមលំមិនឥឡូវមើលយើងជាម្ចាស់ផ្ទះបើគេចោទយើងលឹមលំយើងលឹមលំកន្លែងណាតើចាច់ថៃគេចោទយើងលឹមលំកន្លែងណាអនុទិនច័ន្ទវរៈគុលអត់មាននិយាយអីពីរឿងយើងលឹមលំនៅកន្លែងណាគេថាយើងអត់ស្មោះត្រង់គេកំពុងតែចាំមើលប៉ុន្តែគេដោះស្រាយបញ្ហាព្រំដែនគឺផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមនៃបទឈប់បាញ់ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025អ្នកណានៅណាអ្នកនឹងនៅហ្នឹងហើយមាន JBC អីចុះវាស់វែងប៉ុន្តែវាស់ទៅបើវាស់ទៅអានៅណានៅហ្នឹងបើសិនជាគេតែវាស់ទៅឃើញចូលដីខ្មែរដីថៃត្រូវបានទៀតយកទៀតបើរឿងឲ្យវិញប្រហែលជាអត់ទេខ្ញុំជឿថាដឹងពិបាកឯងព្រោះឯថៃប្រើផែនទីខ្នាត1លើ50,000យើងប្រើលើ200,000អញ្ចឹងបើថាបានមកថៃទៀតគេយកបើថាឲ្យមកខ្មែរវិញគឺដឹងអត់ដែរបើថាញ៉ៃលុប MOU 2000នឹងចោលទៀតចាំមើលព្រោះគេកំពុងតែទៅលុបចោលប៉ុន្តែរឿងដែលសំខាន់ដែលគេចោទថាយើងលឹមលំនឹងដឹងរឿងអីទេបងប្អូនគេចោទកម្ពុជាថាសញ្ញេនៅនឹងដៃលុបនឹងជើងនេះអាលឹមលំហ្នឹងគេថាអញ្ចឹងព្រោះគេថាយើងអត់ស្មោះត្រង់ទេម៉ោងណាក៏យើងទៅរករឿងថៃពីរឿងឈ្លានពានស្រុកខ្មែរហ្នឹងដែរដែលយើងចុះហត្ថលេខាព្រមឲ្យគេនៅណានៅហ្នឹងហើយតែយើងទៅរាយការណ៍លើឆាកអន្តរជាតិថាថៃឈ្លានពានកម្ពុជាអានេះគឺយើងឈឺចាប់បងប្អូនជាខ្មែរខ្ញុំឈឺចាប់មែនតើអញ្ចឹងបាទខ្ញុំនិយាយថាបើខ្ញុំជាមេធាវីខ្ញុំការពារឲ្យកម្ពុជាខ្ញុំចាញ់ក្តីគេបាត់ហើយបើកូនក្តីខ្ញុំនិយាយអញ្ចឹង
រឿងអីបានការពារក្តីគេមិនឈ្នះឃើញគេយកអាហ្នឹងមកសក់យើងឯងគេថាយើងសញ្ញេគេឲ្យនៅណានៅហ្នឹងហើយយើងទៅប្រាប់គេថាគេឈ្លានពានយើងប្រព្រឹត្តអំពើខុសច្បាប់តើខុសច្បាប់យ៉ាងដូចម្ដេចបើគេនៅណានៅហ្នឹងយើងសញ្ញេលោកទាសីហាសញ្ញេឲ្យគេនៅណានៅហ្នឹងគេធ្វើអីក៏បានដែរនៅក្នុងកន្លែងដីនៅណានៅហ្នឹងណាព្រោះជាដែនអធិបតេយ្យតែយើងអាចចូលទៅកន្លែងដីដែលនៅណានៅហ្នឹងបានទេមើលសាកមើលយើងអត់ចូលទៅកន្លែងហ្នឹងបានន័យថាវាជាដែនគ្រប់គ្រងរបស់យោធាគេធ្វើអីក៏បានហើយតែយើងចោទថាគេធ្វើនឹងខុសច្បាប់ហើយទៅប្រាប់អន្តរជាតិទៅប្រាប់អង្គការសហប្រជាជាតិទៅប្រាប់អីផ្សេងទៀតសារព័ត៌មានអីថាថៃឈ្លានពានកម្ពុជាឃើញគេរករឿងយើងថាយើងលែងលំអត់ស្មោះត្រង់នេះរឿងហ្នឹងគឺគេរករឿងយើងថាសញ្ញេលឹងដៃលុបអញ្ជើញចុះហេតុអីបានជាយើងឲ្យថៃមើងងាយយើងធ្វើអីបើខ្ញុំជាមេធាវីបើធ្វើដោយអស់លោកគឺយើងចាញ់ក្តីប៉ុន្តែបើខ្ញុំជាមេធាវីសម្រាប់កម្ពុជាខ្ញុំនឹងប្រាប់កូនក្តីខ្ញុំកម្ពុជានេះថាកុំថោកជាមួយថៃយើងអត់ត្រូវការអោបជើងថៃទេយើងមានដងដាវបៀមានអាត់កើអាត់បិចលេងយើងទៅរើស2ជួង3ជួងយកមកលេងវាអត់មានត្រូវលេងកើតទេបើអស់លោកចេះលេងកតេខ្ញុំមិនមែនជាអ្នកដែលងុកលបែងទេប៉ុន្តែខ្ញុំដឹងលបែងកតេហ្នឹងបើមានកចាស់មានអាត់អីទៅបៀធំប៉ុន្តែ2 3ហ្នឹងយើងចាញ់គេហើយហើយដល់យើងទៅរើស2 3មកលេងអាត់កចាស់ដែលត្រូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិអត់ប្តឹងហើយមកនៅលេងសាំជាមួយនឹងថៃរហូតទៅក្បែរព្រំដែនគេបាញ់គេរករឿងគេថាយើងលំគេថាយើងអញញ៉ៃគេថាយើងរំខានគេថាយើងសាំហើយយើងសាំមែននិយាយឲ្យត្រង់យើងសាំមែនរឿងដែលប្តឹងបានយើងធ្វើឲ្យយើងថ្លៃធ្នូដូចខ្ញុំនិយាយចឹងប្តឹងថៃទៅតុលាការព្រំដែនអន្តរជាតិយុត្តិធម៌អន្តរជាតិនាំគ្នាទៅអង្គុយវាយទៀងលេននៅអូជាទៀលផឹកទឹកដូងញ៉ាំមឹកអាំងធ្វើអីធ្វើទៅថៃបាក់ស្បាតថៃខ្លាចណាស់តុលាការអន្តរជាតិនេះប៉ុន្តែខ្ញុំអត់យល់នៅពេលដែលយើងស្រឡាញ់ជាតិយើងការពារទឹកដីយើងមហាសាមគ្គីខ្មែរយើងចង់ឈ្នះថៃទាដីថៃដីខ្មែរដីថៃដែលទៅដើមពីខ្មែរវិញឲ្យបានគឺក្នុងតម្លៃណាក៏ដោយមិនឲ្យបាត់តែនៅក្នុងពេលជាមួយគ្នាហ្នឹងទៅអោបជើងថៃទៅអញញ៉ៃក្បែរព្រំដែនឲ្យតែថៃមើងងាយយើងអត់ទៅរកអយន្តការដែលទៅបានមកវិញតាមរយៈតុលាការអន្តរជាតិដែលថៃខ្លាចញ័រសាច់អាថៃខ្លាចញ័រសាច់បែរទៅជាយើងញ័រទៅអោបជើងគេសុំចរចាទៅវិញខ្ញុំអត់យល់ចុះបើយើងខ្ញុំអត់យល់ហើយវាអត់ដូចអ្វីដែលខ្មែរយើងធ្វើជាមួយខ្មែរគ្នាឯងនិយាយពីវាយមួយវាយចាប់ដាក់គុកនិយាយពីឃើញសុំឲ្យលោកកម្មសខាខ្មែរគ្នាឯងហ្នឹងគឺថាណែឯងគឺថាមិនអោយណែឯងមានសិទ្ធិសេរីភាពមិនអោយណែឯងធ្វើនយោបាយគឺបំផ្លាញណែឯងដល់ទីបញ្ចប់រស់វេទនាជាងស្លាប់ទៀតអាហ្នឹងយើងប៉ាកែតែដល់ពេលមួយថៃសុទ្ធតាពហិការរបស់គេសុទ្ធតារលរឿងគេចេះថាងាប់ហើយថៃតែបិទព្រំដែនណាដាច់ខ្សលងាប់ហើយនេះចាំមើលទៅអានេះលបែងប្រឡប់ទឹកទេបងប្អូនណាដង្ហើមវែងជាងគេហើយខ្ញុំថាខ្មែរនឹងស្លាប់មុនគេខ្ញុំអត់មើងងាយខ្មែរទេលបែងប្រឡប់ទឹកនេះខ្មែរនឹងដាច់ខ្សលមុនគេហើយព្រោះខ្មែរមិនមែនដូចថៃទេណាថៃសេដ្ឋកិច្ចគេធំណាស់គេបិទព្រំដែនគេប៉ះពាល់មែនហើយគាត់ប៉ុន្តែគេប៉ះពាល់តែមួយភាគទេយើងប៉ះពាល់ច្រើនមែនតើយើងឥឡូវនៅពេលព្រំដែនបិទមានបញ្ហាយើងភ្ញៀវទេសចរយើងក៏អត់មានណាបញ្ហាតាក់ទងនឹងសេដ្ឋកិច្ចក៏យើងធ្លាក់ចុះបញ្ហាឆោបោកអនឡាញយើងស្រូវពេញប្រទេសលាក់នឹងលាក់ឥឡូវហ្នឹងគឺរឿងវាអញ្ចឹងណាបងប្អូនយើងអត់ខ្ញុំពិតជាចង់ឲ្យខ្មែរខ្លាំងណាស់ព្រោះយើងជាជាតិសាសន៍ខ្មែរខ្ញុំមិនចង់ឲ្យខ្មែរទៅអន់ថយជាងជាតិសាសន៍ដទៃទេក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថាយើងដើរក្រោយថៃ75ឆ្នាំហើយយើងទៅឈ្នះគេទាំងសេដ្ឋកិច្ចទាំងប្រជាជនទាំងអីអត់ទេយើងបាច់បាក់ខ្ញែកយើងជាមួយអ្នកនយោបាយខ្មែរអត់ផ្សះផ្សាមួយលោកកម្មសខាបានផងតើយើងទៅធ្វើយ៉ាងម៉េចនឹងទៅប្រាប់គេថាយើងរឹងមាំវាអត់ឈ្នះគេទេផលិតទឹកនេះគឺខ្មែរនឹងដាច់ខ្យល់ស្លាប់មុនគេហើយខ្ញុំនិយាយនេះអស់លោកឌីលទៅថាខ្ញុំនៅខាងថៃខ្ញុំអត់និយាយនៅខាងណាទេខ្ញុំនិយាយពីសច្ចធម៌អញ្ចឹងកុំឲ្យផលិតទឹកជាមួយថៃខ្លាចមែនតើដង្ហើមខ្មែរវែងណាគឺដង្ហើមនៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិថៃដាច់ខ្យល់ហ្មងណែឯងប្រឡប់ម្នាក់ឯងទៅខ្ញុំអង្គុយផឹកកាហ្វេចាំមើលឯងពពុះងាប់នៅក្នុងទឹកតែយើងអត់ទៅប្រឡប់ទឹកជាមួយថៃដែរទាំងដង្ហើមយើងសួតចង់អស់ហើយហ្នឹងនៅសល់ប៉ុនមេដៃយើងមានដង្ហើមឯណាវែងដូចថៃគេទៅដល់ពេលណាទេលុយគេមកកណោគេសេដ្ឋកិច្ចគេរីកចម្រើនចង់ងាប់យើងអត់ទៅឈ្នះគេឲ្យកុំមកអួតអូយប៉ាកែណាស់ខាងអួតហ្នឹងចង់ដាច់ខ្យល់ស្លាប់អីមិនក៏ដោយក៏ដូចថានិយាយទៅដូចរឿងគ្រួសារប្តីប្រពន្ធ2នាក់ដែលប្រពន្ធវាយជន់កសកត់កងាប់ហើយនៅតែហងរៀងនៅគេថាអូយងាប់ហើយអូយអានេះនឹងវាយប្រពន្ធងាប់ទៀតហើយយើងនាំគ្នាចូលទៅមើលបើកទ្វារក្រាក់ប្រពន្ធនឹងអង្គុយសកត់កជាប់ហើយស្រែករៀងនៅគេមើលមកនឹងថាអូ
អស្ចារ្យប៉ុន្តែនៅក្រោមប្រពន្ធសកត់កជាប់បាត់យើងវាធ្វើដូចរឿងអញ្ចឹងណាហើយប្រជាប្រដ្ឋខ្មែរនឹងសឹមស្ដាប់ចម្រៀងដល់អញ្ចឹងទៅខ្ញុំឃើញគាត់ចូលចិត្តស្ដាប់ចម្រៀងច្រៀងបាន2បទហើយខ្ញុំច្រៀងទៀតដើម្បីឲ្យបងប្អូនយើងបានស្ដាប់ចម្រៀងខ្លះទៅបើជ្រុលអញ្ចឹងហើយបងប្អូនលទ្ធបន្តទៀតឲ្យនៅសល់ពេលខ្លីមែនតើខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលឈប់តវ៉ាឈប់អីបានហើយ800លើកហើយបើគេស្ដាប់ហើយវាអត់មានអ្នកណាគេស្ដាប់យើងទេហើយស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យអត់ស្មោះត្រង់ទៀតមួយរឿងលោកកម្មសខាហ្នឹងលេះខេះចឹងទៀតយើងធ្វើលើគោករហូតតែប្តឹងទៅតើឥឡូវប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិដាក់ស្អែកទៅកុំដាក់ចាំយូរពេកហើយបើដាក់ទៅគឺថៃញាក់សាច់ហើយតែយើងឃើញចំណុចខ្សោយគេអត់យកអាចំណុចខ្សោយគេមកលេងយើងឲ្យតែចំណុចខ្លាំងឲ្យយើងចាញ់ច្រាបគេរហូតចាញ់ព្រៀបគេរហូតឥឡូវនេះគឺតាក់តងនឹងរង្វាន់2លានរៀលសម្រាប់អ្នកជួយរាយការណ៍វែកមុខអ្នកឆបោកអនឡាញត្រៀមខ្លួនណាបងប្អូនអភិបាលខេត្តកណ្ដាលលោកគួចចម្រើនសរសេរនៅលើបណ្ដាញសង្គម Facebook ថាអ្នកណាក៏ដោយដឹងព័ត៌មានដើម្បីឲ្យចាប់ពួកឆបោកអនឡាញគាត់ឲ្យ2លានរៀល$500រក្សាការសម្ងាត់ឲ្យសរសេរសារនៅក្នុង inbox ទៅ$500ប្រាប់សារការពារការសម្ងាត់ហើយរដ្ឋាភិបាលកម្ពុជាដែលការពារការសម្ងាត់ណាទៅប្រាប់មិនបើអស់លោកមេធំសិទ្ធិអ្នកឆោបោកអនឡាញកាងអីហ្នឹងឲ្យទៅប្រាប់ហ្នឹងដូចទៅចូលរួមខ្លាឲ្យខ្លាខំអញ្ចឹងប្រជាពលរដ្ឋញាក់សាច់ហើយគ្រាន់តែលឺ$500ហ្នឹងគឺចោះអ្នកណាការពារសិទ្ធិឲ្យគាត់ឲ្យនៅខេត្តកណ្ដាលរបស់លោកគួចចម្រើនហ្នឹងនិយាយពីអូយឆោបោកអនឡាញលោកគួចចម្រើនអត់ដឹងសោះឥឡូវទៅសួរប្រជាពលរដ្ឋឲ្យម្នាក់$500ដើម្បីប្រាប់គាត់វិញហើយចុះបើគេប្រាប់ឲ្យចាប់គាត់ទៅធ្វើម៉េចទៅគាត់ចាប់ខ្លួនឯងមែនលោកហេងស្រស់ហើយនោះវិញដែលជាសកម្មជនព្រៃឈើបាទឥឡូវទៅដល់ប្រទេសអូស្ត្រាលីគាត់ថាចុះញាក់មាននរណាហ៊ាននិយាយប្រាប់ទៅលោកម្ចាស់ហើយបើលោកម្ចាស់ឯងពាក់ព័ន្ធនឹងរកស៊ីជាមួយអក្រិតជនឆបោកអនឡាញដែរហ្នឹងការតែឆែតណា sorry អឺការផ្សាយឆបោកអនឡាញចាប់គ្នាដាក់គុកដាក់ទោសប្រមាណឆ្នាំប្រយ័ត្នប្រយែងប្រជាប្រិយខ្មែរព្រោះអីតកែឆបោកអនឡាញសុទ្ធតែជាមន្ត្រីទាំងអស់នោះដែរចុះលោកហេងស្រស់ហើយនឹងក៏មិនទុកមុខទុកមាត់អីគ្នាបន្តិចទៅលោកហើយលោកតែយ៉ាងណាលោកគួយចម្រើនគាត់សរសេរថាអញ្ចេះគាត់ថាបងប្អូនណាខេត្តណាខ្មែរស្នេហាជាតិណាផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំអំពីទីតាំងការប្រព្រឹត្តស្កែមអនឡាញក្នុងខេត្តកណ្ដាលគឺឈានដល់បង្ក្រាបបានខ្ញុំជូនរង្វាន់2លានរៀលនិងរក្សាការសម្ងាត់ជូនខ្ញុំថាប្រព័ន្ធដឹកនាំរដ្ឋរបស់យើងនឹងគេអត់ហ៊ានគេអត់ទុកចិត្តចឹងបានថាតបាក់ការទុកចិត្តឲ្យអស់ហើយចឹងតស្ដារនឹងឡើងវិញខ្ញុំសរសើរទេគាត់ខំប្រឹងដែរមើលទៅណាប៉ុន្តែមកខំប្រឹងដូចចង់ក្រោយហ្នឹងបាទឥឡូវនេះគឺវាចង់ហួសពេលបងប្អូនជំងឺដល់ដំណាក់កាលទី4ហ្នឹងគឺយើងអាចទៅលេបថ្នាំអាចលាបស្អីថ្នាំក្រហមពីក្រៅបានទេតតែវះកាត់ចោលច្រើនមែនតើហើយរហូតដល់ពេលខ្លះហ្នឹងគឺត្រូវលះបង់ចោលអវយវៈកន្លែងខ្លះហ្នឹងដើម្បីរំដោះកន្លែងផ្សេងឲ្យរស់ណាតែបើយើងនៅតែលាបថ្នាំក្រហមដូចលោកគួយចម្រើនធ្វើហ្នឹងទេគឺស្លាប់ហើយបន្តិចទៀតស្លាប់ហើយឥឡូវច្បាប់កាតព្វកិច្ចយោធាចូលជាធរមានហើយបងប្អូនចូលពីថ្ងៃទី23ខែឧសភាម្សិលមិញនេះម្សិលមួយថ្ងៃនេះគឺបានន័យថាជាការប្រញាប់តាមពិតបងប្អូនទាំងអស់គ្នាគាត់ចង់ឲ្យខ្ញុំបកស្រាយនេះពីរឿងកាតព្វកិច្ចយោធាចំពោះខ្ញុំមានមោទនភាពណាស់នៅពេលដែលប្រជាពលរដ្ឋខ្មែរចូលដើម្បីការពារជាតិមាតុភូមិយើងជាប្រជាពលរដ្ឋមានកាតព្វកិច្ចនៅក្នុងការជួយជាតិយើងកុំសួរថាជាតិយើងជួយយើងអីបានសួរថាយើងជួយអីសម្រាប់ជាតិបានខ្ញុំអត់មានទោសមនិញក្នុងកាតព្វកិច្ចយោធាតតសោះព្រោះសុខយៈណាក៏យើងជាប់កាតព្វកិច្ចយោធាដែរចឹងក៏និយាយពីរឿងគិតពីរឿងអីខ្ញុំទៅថាអ្វីដែលគួរបារម្ភគឺកាតព្វកិច្ចយោធាហេតុអីបានជាតបពេលថ្ងៃវាយយើងទុកសាច់អីបានយើងធ្វើកាតព្វកិច្ចយោធាវាជាយុទ្ធនាការនយោបាយស្អំចិត្តប្រជាពលរដ្ឋថាកម្ពុជាយកចិត្តទុកដាក់នឹងការថែទាំការពារដែនអធិបតេយ្យខ្មែរណាព្រោះអីកាតព្វកិច្ចយោធាដើម្បីពង្រឹងទ័ពប៉ុន្តែជាកំបិតមុខពីរទៀតហើយបងប្អូនគឺបានន័យថាកំបិតចិត្តដងឯងតែយើងថាអញ្ចឹងបានន័យថាទ័ពយើងខ្សោយមកយោមកហើយទៅដល់ពេលគោរួចបានធ្វើលបងដល់ពេលប្រឡងបានស្វាត់ជាអញ្ចឹងដល់ពេលរើសមកបញ្ញាបញ្ញាប់អាចមានបញ្ហាអំពើពុករលួយឬក៏វិស័យទ័ពនឹងអត់មានប្រាក់ឧបត្ថម្ភអីចឹងគ្នាភ័យបាត់
ចូលទៅធ្វើតបទៅអាចបាត់បង់ចំណូលការងារអាជីពអីលក្ខណៈអីចឹងទៅបាត់បង់ឱកាសហើយទៅហ្នឹងក៏ហូបក្ដួចទៀតគ្នាភ័យចឹងតើយើងពង្រឹងវិស័យតបហ្នឹងឲ្យមានលុយច្រើនឥឡូវលុយអត់ទៀត2027 2028 2029លុយតបមានតែចុះថយទៀតព្រោះដោយសារអីរដ្ឋអត់មានចំណូលចាំប្រជាប្រដ្ឋបារម្ភមិនខុសទេប៉ុន្តែបងប្អូនបារម្ភយ៉ាងណាក៏បងប្អូនមិនអាចគិតពីកាតព្វកិច្ចយោធាបានដែរហើយបើគិតជាប់ទោសទៀតអញ្ចឹងកុំព្យាយាមតតាំងនឹងការជាប់ទោសតែយើងត្រូវតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញមានភាពសេរីត្រឹមត្រូវយុត្តិធម៌ក្នុងដំណាភាពអត់មានអំពើពុករលួយដើម្បីអីឲ្យជាតិសាសន៍នេះមានលុយចូលក្នុងវិស័យការពារជាតិច្រើនឧបត្ថម្ភតបបើយើងចូលតបក៏បានលុយប្រាក់ខែអីច្រើន$1000 $1500ចាំបាច់មកធ្វើការអីធ្វើការក្រៅបាន300ណាបើតាហ៊ានបាន1500មួយក្បាលស្រួលអត់មានកន្លែងចោះឈ្មោះទៀតហើយនឹងមានអំពើពុករលួយទៀតបើថាចូលតាហ៊ានបាន1500ចាំមើលខ្សែអីប្រជាពលរដ្ឋមកប្រឡែមមិនថាមកប្រុងចង់ស្ម័គ្រចិត្តចូលទៅវាលឺច្រើនពេកអញ្ចឹងត្រូវរើសទៀតដែរគោះយកលុយទៀតអាហ្នឹងអាចនឹងមានបញ្ហានឹងទៀតជាទូទៅមិនមែននៅស្រុកខ្មែរស្រុកណាក៏អញ្ចឹងដែរឥឡូវចូលដល់រឿងនាយករដ្ឋមន្ត្រីថៃនិយាយព័ត៌មានចុងក្រោយគឺអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មីថាដើម្បីការពារខ្លួនបាទរឿងនៅអាមេរិកនេះគឺអ៊ីរ៉ង់នេះគឺបងប្អូនម្សិលមិញអាមេរិកទម្លាក់គ្រាប់បាញ់កំទេចនាវាមុជទឹកឬក៏សំទោសនាវារបស់អ៊ីរ៉ង់2គ្រឿងហើយនឹងបាញ់កំទេចកន្លែងទីតាំងបាញ់កំជ្រួចរបស់អ៊ីរ៉ង់នៅភូមិខាងត្បូងគឺនៅជិតច្រកហមូសហ្នឹងរឿងនេះគឺកំពុងតែចរចាគ្នាថាចិត្តដល់ហើយចិត្តបានសម្រេចហើយឥឡូវបាញ់គ្នាប្រាវទៀតហើយមានបត់ឈប់បាញ់ទៀតអាមេរិកកំពុងដាក់សម្ពាធអ៊ីរ៉ង់ទេថាណែឯងកុំឃើញអាមេរិកស្លូតចេះពជាចង់យកលេសអីណាដេកសំដួលមួសំគ្រិចហ្នឹងប្រហែលជាអញ្ចឹងដូច្នេះអាមេរិកបាញ់នេះគឺអាមេរិកបានអះអាងថាដើម្បីការពារខ្លួនសុទ្ធសាធគឺបាញ់កំទេចកប៉ាល់ឬក៏អប័រពីគ្រឿងដែលមករាយមីនទៀតអ៊ីរ៉ង់នឹងក៏ខូចដែរមករាយមីនណាច្រកហមូសនឹងទៀតអញ្ចឹងអាមេរិកខ្លាចប៉ះពាល់ដល់នាវាឆ្លងកាត់ច្រកហមូសឬក៏ប៉ះពាល់ដល់ទ័ពរបស់ខ្លួនសុវត្ថិភាពគឺបាញ់កំទេចហើយបាញ់ទៅកន្លែងអាវុធមីស៊ីលកន្លែងបាញ់ចេញមកហ្នឹងហើយអ៊ីរ៉ង់បាញ់តបអីខ្លះក៏ប៉ុន្តែអាមេរិកបានបង្ក្រាបតាន់ពេលទៅរឿងនេះវាក្តៅមួយឆាវដែរប៉ុន្តែលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកថាការចរចានៅបន្តទៅទៀតទេអត់អីទេគ្រាន់តែថាអ៊ីរ៉ង់អត់ឲ្យងើបថ្មងរួចទេហើយអាមេរិកបានពមៀនទៀតនៅពេលដែលវាយប្រហារនេះចុងក្រោយលើកទី3នេះណាប្រាប់ទៀតថាបើការចរចាបានផលឬមិនបានផលគឺត្រូវតែបើចង់និយាយថាបើបានផលចាត់ទុកថាសំណាងអ៊ីរ៉ង់បើអត់បានផលគឺវាយកំទេចឲ្យទៅជាផេះផង់ដដែលទេដូច្នេះរឿងនេះគឺយើងចាំមើលតទៅទៀតបងប្អូនខ្ញុំឆ្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះចេះសិនចុះដោយសារ10ម៉ោងចូលធ្វើការទៅហើយសូមអរគុណបងប្អូននៅស្រុកខ្មែររាត្រីសួស្តីបងប្អូននៅស្រុកក្រៅអរុនសួស្តីសូមរីករាយថ្ងៃអង្គារទាំងអស់គ្នាហើយជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតបាទសូមអរគុណសូមជម្រាបលា